អញ្ចឹងយើងត្រឡប់ទៅវិញតិចអំពីភាគមួយបើសិនជាមិត្តអ្នកអានគាត់បានអានគាត់ដឹងថាវាជាសាច់រឿងពាក់ព័ន្ធជាមួយនឹងតួផុសដារាវុធដែលធ្វើបំពេញតួនាទីធ្វើជាទេវតាការពាររបស់តួស្រី Esther ដែលកំពុងតែជួបវិបត្តិផ្លូវចិត្តនៅក្នុងពេលហ្នឹងប៉ុន្តែដោយឡែកនៅក្នុងភាគ2យើងនឹងផ្ដោតទៅលើស្នេហារបស់ពួកគាត់បន្ទាប់ពីគាត់បានក្លាយជាគូសង្សារនឹងគ្នាជាក់ស្ដែងគឺនៅពេលដែលតួផុសគាត់បានជីវិតថ្មីរបស់គាត់ហើយក្លាយជាមនុស្សធម្មតាវិញចឹងនៅក្នុងភាគ2នេះខ្ញុំនឹងបង្ហាញអំពីអនុស្សាវរីយ៍ថ្មីៗរបស់ពួកគាត់ហើយក៏ចង់បង្ហាញឲ្យមិត្តអ្នកអានបានដឹងដែរថាតើជីវិតរបស់ពួកគាត់ស្នេហារបស់គាត់រវាងមនុស្ស2នាក់ដែលខុសគ្នាដូចមេឃហើយនឹងដីហ្នឹងវានឹងជួបបញ្ហាអីគេខ្លះជាទូទៅតំណែងស្នេហាវាមាន stage របស់វាមានដំណាក់កាលរបស់វាเนาะតាំងពីជំហានទី1ដែលយើងចាប់ផ្ដើមតំណែងស្នេហារហូតដល់ជំហានទី2គឺការថែរក្សាស្នេហាហ្នឹងអញ្ចឹងនៅក្នុងភាគ2នេះខ្ញុំចង់ផ្ដោតទៅលើដំណាក់កាលទី2ហ្នឹងគឺការដែលថែរក្សាតំណែងស្នេហាមួយដែលពួកយើងបានបង្កើតឡើងហើយអញ្ចឹងនៅក្នុងសាច់រឿងនេះគឺខ្ញុំចង់បង្ហាញមិត្តអ្នកអានឲ្យបានជាមេរៀនជាបទពិសោធន៍ដែរដែលថាវាមិនមែនត្រឹមតែជាប្រឡោមលោកដើម្បីលួងលោមចិត្តប៉ុន្តែវានឹងផ្ដល់ជាបទពិសោធន៍ឲ្យមិត្តអ្នកអានជាពិសេសមិត្តអ្នកអានដែលក្មេងៗគាត់បានស្វែងយល់ថាការថែរក្សាទំនាក់ទំនងដែលល្អស្មោះត្រង់មួយហ្នឹងគួរតែធ្វើមិនខ្លះតាមពិតដោយសារតែមានការទទូចសុំពីមិត្តអ្នកអានច្រើនពេកសិនថាគ្រប់ហូបរបស់ខ្ញុំនៅក្នុង page តែងតែមានមិត្តអ្នកអានច្រើនអ្នកដែលចូលទៅ comment ថាសុំភាគ2សុំភាគ2អញ្ចឹងណាហើយតាមពិតដោយឡែកពេលហ្នឹងទាំងខ្ញុំទាំងក្រុមការងារសភៅជីវិតយើងបានសម្រេចចិត្តហើយថានឹងសរសេររឿងថ្មីដែលថ្មីស្រឡាងអត់ពាក់ព័ន្ធជាមួយនឹងរឿងទាំង3ពីមុនទេតែដោយសារតែយើងចង់បំពេញចិត្តមិត្តអ្នកអានរបស់យើងធ្វើឲ្យយើងត្រូវសម្រេចចិត្តអាការងារថ្មីហ្នឹងមកសរសេរសាច់រឿងបរោះឈុតពណ៌សភាគ2នេះវិញហើយវាក៏ជាហេតុផលមួយដែលធ្វើឲ្យយើងរៀងជួបបញ្ហាច្រើនដែរទាំងការចាយពេលវេលាច្រើនដោយសារតែការផ្លាស់ប្ដូរហ្នឹងហើយណាមួយគឺដោយសារខ្ញុំអត់មានគំនិតឆ្អឹងរឿងអីហ្នឹងនៅក្នុងខួរក្បាលតទៅសោះសំណួរនេះវាជាប់តាក់ទងទៅសំណួរមុនដែរដោយសារតែខ្ញុំចាប់ផ្ដើមសរសេរវាទាំងយើងអត់មានគម្រោងយើងអត់មានគំនិតឆ្អឹងរឿងនៅក្នុងក្បាលជាមុនអញ្ចឹងធ្វើឲ្យការចាប់ផ្ដើមសរសេរភាគ2ហ្នឹងគឺវាចាយពេលវេលាយូរហើយត្រូវគិតច្រើនមែនតើហើយជាក់ស្ដែងមួយទៀតគឺដោយសារបញ្ហាកាលឱកាសនៃសាច់រឿងពីព្រោះថារឿងភាគ2នេះយើងធ្វើនៅក្នុងបច្ចុប្បន្នកាលអញ្ចឹងវាពិបាកក្នុងការសម័យរវាងការរក្សាតុល្យភាពនៃសាច់រឿងដែលមានគំនិតច្នៃប្រឌិតប៉ុន្តែរក្សានៅបច្ចុប្បន្នភាពសម័យនេះហើយសម្រាប់ខ្ញុំវារៀងពិបាកពីព្រោះថាខ្ញុំជ្រើសរើសចូលចិត្តការសរសេរបែបអតីតកាលឬក៏បែបច្នៃប្រឌិតសុទ្ធច្រើនជាងអញ្ចឹងអាការដែលសរសេរក្នុងសម័យនេះវារៀងពិបាកបន្តិចហ្នឹងហើយចឹងបើសិនជាមិត្តអ្នកអានចង់ដឹងលម្អិតកុំភ្លេចរងចាំអានសៀវភៅនេះដោយផ្ទាល់ពីព្រោះថាឥឡូវនេះក្រុមការងារយើងបានទទួលការកក់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី22ខែកញ្ញាឆ្នាំ2024នេះហើយបាយបាយ